សូមជំរាបសួរសិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅសាលាជាតិពន្ធដារខ្ញុំបាទឆាយជាហេងជាគ្រូទេសនាមនៅសាលាជាតិពន្ធដារបាទថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទពាក់ព័ន្ធនឹងអក្សរលើតម្លៃបន្ថែមបាទអញ្ចឹងខ្ញុំថ្ងៃនេះយើងនឹងជួបគ្នានៅវគ្គទី1គឺជំពូកទី1ស្ដីពីវិសាលភាពអក្សរលើតម្លៃបន្ថែមយើងមាន3ជំពូកបាទអញ្ចឹងនៅក្នុងមាតិកានេះយើងនឹងពិនិត្យមើលច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអក្សរលើតម្លៃបន្ថែមបាទហើយនៅក្នុងជំពូកទី1នេះគឺយើងមានទិដ្ឋភាពទូទៅនៃអក្សរលើតម្លៃបន្ថែមយើងនឹងពិនិត្យមើលយមន័យខ្ញុំសូមទាញចំណាប់អារម្មណ៍ដែរក្នុងការសិក្សាវគ្គពន្ធនេះគឺយមន័យនេះយមន័យយកពន្ធអញ្ចឹងក្នុងការកំណត់យមន័យយកពន្ធហ្នឹងគឺវាប្រែប្រួលទៅតាមប្រភេទពន្ធមួយទោះបីនៅក្នុងប្រភេទពន្ធមួយហ្នឹងមានថើមដូចគ្នាក៏ដោយក៏យមន័យដោយសារប្រភេទពន្ធខុសគ្នាអញ្ចឹងមានយមន័យខុសគ្នាទៅតាមប្រភេទពន្ធដែរអញ្ចឹងកន្លែងនេះជាចំណុចសំខាន់សូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការបែងចែកថាតើប្រភេទពន្ធឧទាហរណ៍ថានៅក្នុង VAT គេថាម៉េចនៅក្នុងយមន័យពន្ធលើប្រាក់ចំណូលគេថាម៉េចហើយពីរនឹងខុសគ្នាត្រង់ណាហើយជាទូទៅយើងដឹងហើយថាការយកពន្ធនេះគឺដើម្បីប្រមូលពន្ធបានហ្នឹងគឺទាមទារឲ្យមានចែងនៅក្នុងច្បាប់និងបទបញ្ញត្តិព្រោះក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យហើយការយកពន្ធហ្នឹងដើម្បីចាក់យកបានហ្នឹងគឺតើមានចែងខក្នុងច្បាប់បាទអញ្ចឹងបាននៅក្នុងច្បាប់មួយហ្នឹងគឺមានកំណត់ច្បាស់លាស់ថា scope វាប៉ុណ្ណាអីប៉ុណ្ណាហ្នឹងគឺមានចែងនៅក្នុងយមន័យហ្នឹងបាទហើយទី3យើងនឹងពិនិត្យមើលការចោមជីអតបហើយនឹងការលុបចោលអញ្ចឹងយើងដឹងហើយថាដំបូងផតហ្នឹងកតាបកិច្ចរបស់អ្នកជាប់ពន្ធដំបូងផតរស៊ីហ្នឹងគឺត្រូវតែចោមជីហ្នឹងហើយបាទហើយទី4យើងនឹងពិនិត្យមើលស្អីទៅការផ្គត់ផ្គង់ជាប់អក្សរបាទហើយទី5ការផ្គត់ផ្គង់មិនជាប់អក្សរបាទអញ្ចឹងជាទូទៅក្នុងការសិក្សាមុខវិជ្ជាពន្ធយើងសិក្សាចេះ3មុខយើងកំណត់បានថាយើងអាច take compliance បាទចេះច្បាប់ហើយអនុវត្តបានត្រឹមត្រូវទី1យើងសិក្សាថាតើពន្ធហ្នឹងគេយកលើអីបាទគេយកលើអីហើយបន្ទាប់មកមូលដ្ឋានកិត្តពន្ធហ្នឹងប្រមាណហើយចុងក្រោយអត្រាវាប្រមាណហើយបង់នៅពេលណាបាទអាហ្នឹងជាយើងសិក្សាតែ3ហ្នឹងឲ្យគ្រប់ប្រភេទពន្ធទាំងអស់ដែលយើងសិក្សាហ្នឹងហើយយើងចាំទៅថាតើពន្ធហ្នឹងគេយកលើអីហើយរាល់ប្រភេទពន្ធមួយហ្នឹងគឺសុទ្ធតែមានការលើកលែងពន្ធបាទអញ្ចឹងយើងត្រូវចាំផងថាស្អីខ្លះអត់ជាប់ពន្ធហើយជាទូទៅក្នុងគោលការណ៍ពន្ធហ្នឹងក្រៅពីអត់ជាប់គឺជាប់ហើយបាទអញ្ចឹងសំខាន់យើងត្រូវចាំប៉ុណ្ណឹងបាទអញ្ចឹងតកតងច្បាប់និងបទបញ្ញត្តិបាទអញ្ចឹងយើងមានច្បាប់សារពើពន្ធចុងក្រោយហ្នឹងគឺឆ្នាំ2023ហើយយើងមានអនុក្រឹត្យលេខ49បាទហើយនឹងច្បាប់បទបញ្ញត្តិផ្សេងទៀតដែលតកតងនឹងអក្សរលើតម្លៃបន្ថែមនេះបាទអញ្ចឹងយើងអាចរកបាននៅក្នុង website អគ្គនាយកដ្ឋានពន្ធដារហើយយើងគ្រាន់តែវាយពាក្យកលឹះអតបទៅអញ្ចឹងយើងអាច search បានបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលចំណុចទី1ស្ដីពីទិដ្ឋភាពទូទៅអក្សរលើតម្លៃបន្ថែមបាទអញ្ចឹងគោលគំនិតអក្សរលើតម្លៃបន្ថែមហ្នឹងត្រូវបានលើកឡើងដោយអ្នកឧស្សាហកម្មជនជាតិអាល្លឺម៉ង់បាទបណ្ឌិតស៊ីម៉ាន់ហ្នឹងនៅក្នុងឆ្នាំ1918ហើយអគ្គនាយកដ្ឋានពន្ធដារបារាំងហ្នឹងបានយកមកដាក់ប្រើមុនគេគឺនៅក្នុងថ្ងៃទី10ខែមេសាឆ្នាំ1954ហើយដែលឡែកនៅកម្ពុជាយើងហ្នឹងគឺយើងចាប់ផ្ដើមអនុវត្តនៅថ្ងៃ1មករា1999បាទអញ្ចឹងអតបហ្នឹងគឺជាប្រភេទពន្ធប្រយោលបាទដែលយើងប្រមូលពីអ្នកប្រើប្រាស់បាទលើការប្រើប្រាស់ហ្នឹងបាទអញ្ចឹងគឺគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់តំណែងសេវាមួយកលៈហ្នឹងហើយពាក្យថាតម្លៃបន្ថែមហ្នឹងគឺ value add បានន័យថាបន្ថែមប៉ុណ្ណាគេគិតពន្ធប៉ុណ្ណឹងបាទអញ្ចឹងអ្នកប្រើប្រាស់ហើយសេវាកម្មតំណែងអីចុងក្រោយហ្នឹងហើយអ្នកហ្នឹងហើយគឺជាអ្នកបង់អក្សរលើតម្លៃបន្ថែមនេះហើយมันអាចសុំអន្តទានមកបានមកវិញទេហើយដល់ឡែកចំពោះអ្នកប្រកបអាជីវកម្មហ្នឹងអាចសុំអន្តទានបាននេះថាពេលគាត់ទិញទៅគាត់បង់អតបហ្នឹងទៅឲ្យគេទៅហើយពេលគាត់ផ្គត់ផ្គង់ទៅគាត់អាចយកទៅកាត់កងជាមួយអ្វីដែលគាត់ធ្វើការផ្គត់ផ្គង់ទៅនឹងដកគ្នាទៅបាទអញ្ចឹងអតបហ្នឹងសរុបដែលត្រូវបង់គ្រប់ដំណាក់កាលនៃខ្សែចង្វាក់
សេដ្ឋកិច្ចហ្នឹងបាទចឹងគឺជាមេគុណថេនៃតម្លៃដែលសហគ្រាសបូកបន្ថែមលើផលិតផលហើយនិងសេវារបស់ខ្លួនបាទចឹងដូចខ្ញុំបានបញ្ជាក់ចឹងថា value add ប៉ុណ្ណាថែមហើយអត្រាពន្ធនៅកម្ពុជាយើងហ្នឹងគឺ 10% អញ្ចឹងបានន័យថាយើងមាន value add ប៉ុណ្ណាគុណ 10% ទៅបាទគ្រប់ដំណាក់កាលហ្នឹងបាទចឹងឥឡូវយើងចូលទៅដល់ចំណុចទី2តាក់ទងនឹងនិយមន័យបាទចឹងគឺដូចខ្ញុំបញ្ជាក់អញ្ចឹងថានិយមន័យនេះគឺនិយមន័យក្នុងគោលដៅ VAT ចឹងវាអាចអត់ដូចគ្នាជាមួយប្រភេទពន្ធផ្សេងទៀតបាទចឹងបើករណីយើងអត់ដូចគ្នាយើងត្រូវ compare ទៅថាពន្ធនេះគេថាម៉េចពន្ធនោះគេថាម៉េចហើយវាខុសគ្នាត្រង់ណាបាទហើយមួយទៀតយើងត្រូវតែប្រៀបធៀបជាមួយគោលការណ៍គណនេយ្យដែរព្រោះវិធីសាស្ត្រក្នុងការទទួលស្គាល់ចំណូលតាមច្បាប់ពន្ធតាមគណនេយ្យអីវាអត់ដូចគ្នាបាទអញ្ចឹងខ្ញុំសូមចូលទៅនិយមន័យពាក់ព័ន្ធនឹង VAT យើងបាទអញ្ចឹងទី1គឺតំណែងស្អីទៅតំណែងបាទអញ្ចឹងតំណែងគឺសំដៅទៅដល់លើទ្រព្យរូបិយបាទក្រៅពីដីធ្លីហើយប្រាក់កាក់បាទអញ្ចឹងយើងដឹងហើយថាទ្រព្យរូបិយហ្នឹងគឺអ្វីដែលយើងមើលឃើញប៉ះបានបាទមើលឃើញប៉ះបានហ្នឹងគេហៅទ្រព្យរូបិយប៉ុន្តែគេដកដីធ្លីហើយនឹងប្រាក់កាក់ចេញបាទអញ្ចឹងស្អីទៅដីធ្លីបានន័យថាគឺជាដីឡូសម្រាប់សង់ផ្ទះសង់អគារហ្នឹងណាមិនមែនអាចដីដាក់តាមឡានទេបើអាចដីដាក់តាមឡានហ្នឹងគឺជាតំណែងអញ្ចឹងដីធ្លីសំដៅទៅលើ fixed immovable property បានន័យថាมันអាចមូលចុះមូលឡើងបានហ្នឹងអញ្ចឹងលក់ដីឡូហើយនឹងប្រាក់កាក់នេះវា cover ទាំងមាសគីឡូដែរអញ្ចឹងប្រាក់កាក់ហ្នឹងសំដៅទៅលើរូបិយបានរូបិយវត្ថុហើយនឹងមាសគីឡូបាទអាហ្នឹងគឺcover ទៅដល់ចំណុចហ្នឹងដែរអញ្ចឹងមានន័យថាបើយើងលក់មាសគីឡូទៅអត់ជាប់ VAT ទេដោយសារវាមិនមែនជាតំណែងបាទហើយចំណុចទី2នេះសេវាកម្មបាទអញ្ចឹងនៅក្នុងយមន័យ VAT មានតែតំណែងហើយនឹងសេវាទេអញ្ចឹងដល់ពេលយមន័យសេវាគឺដកអាតំណែងចេញបានន័យថាសេវាហ្នឹងសំដៅទៅលើផ្ដល់អ្វីមួយក្រៅពីតំណែងដីធ្លីហើយប្រាក់កាក់បាទអញ្ចឹងដកអាតំណែងដីធ្លីប្រាក់កាក់ចេញទៅអ្វីដែលយើងផ្គត់ផ្គង់ទៅឲ្យគេហ្នឹងអាហ្នឹងគេហៅថាការផ្គត់ផ្គង់សេវាបាទនៅក្នុងច្បាប់ពន្ធគេអត់ប្រើពាក្យថាលក់អីអញ្ចឹងបាន term នៅក្នុងច្បាប់ពន្ធគេប្រើពាក្យថា supply ការផ្គត់ផ្គង់បាទអញ្ចឹងឥឡូវយើងទៅពិនិត្យមើលស្អីទៅការផ្គត់ផ្គង់តំណែងបាទអញ្ចឹងការផ្គត់ផ្គង់តំណែងសំដៅការផ្ទេរសិទ្ធិប្រើប្រាស់ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់ហ្នឹងទោះបីមានសំណងឬគ្មានសំណងក្តីបាទហើយការផ្គត់ផ្គង់សេវាបន្ទាប់ផ្សំដែលតាក់ទងនឹងការផ្គត់ផ្គង់តំណែងហ្នឹងគឺចាត់ទុកដូចជាការផ្គត់ផ្គង់តំណែងដែរបាទអញ្ចឹងឥឡូវយើងពិនិត្យមើលពាក្យកលឹះនៅក្នុងនេះបាទពាក្យកលឹះក្នុងនេះគឺទី1ការផ្គត់ផ្គង់តំណែងគឺមានការផ្ទេរសិទ្ធិប្រើប្រាស់ហើយសិទ្ធិចាត់ចែងបាទអញ្ចឹងយើងឃើញហើយថាការផ្ទេរសិទ្ធិចាត់ចែងវាផ្ទេរ ownership អញ្ចឹងគឺដូចជាមួយនឹង accounting កាលណាផ្ទេរ ownership ទៅឲ្យគេហើយយើងទទួលស្គាល់ជាចំណូលប៉ុន្តែក្នុងច្បាប់ពន្ធផ្ទេរសិទ្ធិប្រើប្រាស់ក៏គេចាត់ទុកថាជាការផ្គត់ផ្គង់ដែរបាទខុសគ្នាឡើយនឹងមួយហើយមួយទៀតទោះបីមានសំណងឬគ្មានសំណងក្តីបាទអញ្ចឹងនៅក្នុងនៃច្បាប់កិច្ចសន្យាអីហ្នឹងថាកិច្ចសន្យាហ្នឹងមានសុពលភាពតតែមាន consideration សំណងអញ្ចឹងយើងឲ្យតំណែងគេទៅគេឲ្យលុយគេទូទាត់អីឲ្យមួយអីទៅបាទប៉ុន្តែដោយឡែកច្បាប់ពន្ធថាទោះបីគ្មានសំណងបានន័យថាឲ្យគេទៅអត់បានអីមកវិញក៏ដោយក៏គេចាត់ទុកថាជាការផ្គត់ផ្គង់តំណែងដែរបាទអញ្ចឹងកន្លែងនេះគឺជាចំណុចខុសគ្នារវាងគណនេយ្យហើយច្បាប់ពន្ធដែរបាទហើយចំណុចបន្ទាប់នេះគឺការផ្គត់ផ្គង់សេវាបន្ទាប់អាសន្នពាក់ព័ន្ធមួយការផ្គត់ផ្គង់តំណែងចាត់ទុកដូចជាការផ្គត់ផ្គង់តំណែងបានន័យថានេះបើតំណែងច្រើនហើយសេវាតិចតួចអញ្ចឹងគេចាត់ទុកថាយើងដែលធ្វើការផ្គត់ផ្គង់ហ្នឹងគឺជាអ្នកផ្គត់ផ្គង់តំណែងមិនមែនផ្គត់ផ្គង់សេវាផងតំណែងផងទេបាទអាហ្នឹងករណីសេវាបន្ទាប់អាសន្នអញ្ចឹងខ្ញុំឲ្យឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវយើងលក់គ្រឿងសង្ហារិមបាទអញ្ចឹងយើងលក់គ្រឿងសង្ហារិមអញ្ចឹងអតិជនមកទិញក្រែយើងបាទមកទិញក្រែអញ្ចឹងធម្មតាក្រែវាធំអញ្ចឹងអតិជនអត់អាចដឹកឲ្យទៅតឡើងដល់បន្ទប់ទេអញ្ចឹងអតិជនប្រាប់ថាអញ្ចឹងជួយដឹកជួយតឡើងដល់បន្ទប់ផងបាទអញ្ចឹងបានអ្នកលក់គ្រឿងសង្ហារិមថាអត់អីគេមានកម្មករជួយដឹកជួយអីឲ្យប៉ុន្តែអាថ្លៃដឹកថ្លៃតឡើងហ្នឹងគេឆាចថែម$20អីទៀតបាទអញ្ចឹងអានេះអាថ្លៃដឹកថ្លៃតឡើងហ្នឹងហើយគឺជាសេវាបន្ទាប់ផ្សំជាមួយថ្លៃក្រែហ្នឹងអញ្ចឹងយើងដែលជាអ្នកលក់គ្រឿងសង្ហារិមហ្នឹងនៅមានឈ្មោះថាជាអ្នកផ្គត់ផ្គង់តំណែងបាទ
ឥឡូវយើងចូលទៅពាក្យមួយទៀតគេហៅថាការផ្គត់ផ្គង់សេវាបាទអញ្ចឹងការផ្គត់ផ្គង់សេវាគឺសំដៅការផ្គត់ផ្គង់អ្វីមួយដែលមិនមែនជាការផ្គត់ផ្គង់ទំនិញដីធ្លីហើយប្រាក់កាក់បាទធ្វើឡើងដើម្បីទទួលបានសំណងគ្មានសំណងបាទក្តីបាទអញ្ចឹងហើយមួយទៀតគឺការផ្គត់ផ្គង់ទំនិញបន្ទាប់ផ្សំពាក់ព័ន្ធមួយសេវាហ្នឹងគេចាត់ទុកដូចជាការផ្គត់ផ្គង់សេវាដែរបាទបាទអញ្ចឹងកន្លែងនេះគឺដូចគ្នាបានន័យថាយើងផ្គត់ផ្គង់ហ្នឹងទោះបីមានសំណងក៏ដោយអត់សំណងក៏ដោយគេចាត់ទុកថាជាការផ្គត់ផ្គង់ហើយបានន័យថាមាន taxable income ហើយការផ្គត់ផ្គង់ទំនិញបន្ទាប់ផ្សំពាក់ព័ន្ធមួយសេវាហ្នឹងខ្ញុំឲ្យឧទាហរណ៍ថាយើងបើក clinic ព្យាបាលជំងឺបាទអញ្ចឹងព្យាបាលជំងឺ clinic ព្យាបាលជំងឺគេហៅថាជាអ្នកផ្គត់ផ្គង់សេវាប៉ុន្តែយើងដឹងថាពេលផ្គត់ព្យាបាលជំងឺហ្នឹងមានព្យួរសេរ៉ូមានរោមបង់រោមអីអញ្ចឹងអាហ្នឹងគេហៅថាតំណែងបន្ទាប់ផ្សំពាក់ព័ន្ធជាមួយការព្យាបាលបាទអញ្ចឹង clinic ហ្នឹងនៅតែមានឈ្មោះថាជាអ្នកផ្គត់ផ្គង់សេវាបាទអញ្ចឹងយើងទៅពាក្យមួយទៀតគេហៅបុគ្គលបាទបុគ្គលស្អីទៅបុគ្គលបាទអញ្ចឹងយមន័យនេះដូចខ្ញុំបញ្ជាក់ណាយមន័យនេះយមន័យយកពន្ធអញ្ចឹងនៅក្នុងច្បាប់ពន្ធគ្រាន់តែចែងបុគ្គលពឹបវា cover លើអីខ្លះអញ្ចឹងនៅក្នុងនៃច្បាប់ទូទៅបាទយើងដែរបុគ្គលវាមានរូបវ័ន្តបុគ្គលហើយនិងនីតិបុគ្គលបាទអញ្ចឹងស្អីទៅបុគ្គលនៅក្នុងយមន័យ VAT នេះបាទអញ្ចឹងបុគ្គលគឺសំដៅដល់បុគ្គលឬក៏ក្រុមបុគ្គលអាជីវកម្មហើយនឹងបុគ្គលណាមួយទៀតដែលតាក់ទងជាមួយនឹងបុគ្គលនោះបាទអញ្ចឹងយើងឃើញហើយបើនៅក្នុង VAT ប្រើតែពាក្យបុគ្គលមួយវា cover ទៅលើ3តែម្ដងទី1ខ្លួនឯងទី2មនុស្សមួយក្រុមដែលធ្វើអាជីវកម្មមួយគ្នាហ្នឹងហើយនឹងបុគ្គលណាមួយទៀតដែលតាក់ទងជាមួយយើងហ្នឹងបាទអញ្ចឹងវា cover ទៅលើ3ហ្នឹងតែម្ដងបាទបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលទៅពាក្យកលឹះមួយទៀតគឺហៅថាអាករធាតុចូលអាករធាតុចេញបាទស្អីទៅអាករធាតុចូលអាករធាតុចេញបាទអញ្ចឹងគឺតំណែងសេវាដែលយើងទិញចូលមកហ្នឹងគេហៅថាសម្រាប់អាជីវកម្មហ្នឹងគេហៅថាធាតុចូលហើយអាករបងលើថ្លៃតំណែងសេវាទៅឲ្យ supplier យើងហ្នឹងគេហៅថាអាករលើធាតុចូលបាទអញ្ចឹងយើងចាំទៅទិញធាតុចូលបាទដល់ពេលតំណែងសេវាដែលយើងផ្គត់ផ្គង់ទៅឲ្យអតិថិជនយើងហ្នឹងគេហៅថាធាតុចេញបាទហើយយើងប្រមូលអាករទុកយកមកបងឲ្យរដ្ឋហ្នឹងគេហៅថាអាករលើធាតុចេញបាទអញ្ចឹងសរុបមកវិញយើងចាំទៅថាទិញធាតុចូលបាទផ្គត់ផ្គង់ធាតុចេញហើយអាករធាតុចូលអាករធាតុចេញបាទអញ្ចឹងហ្នឹងជាពាក្យកលឹះរបស់យើងបាទអញ្ចឹងឥឡូវយើងចូលទៅពាក្យកលឹះមួយទៀតគឺបុគ្គលជាប់អាករបាទអញ្ចឹងនរណាជាបុគ្គលជាប់អាករកាលណាជាបុគ្គលជាប់អាករត្រូវមានកាតព្វកិច្ចចុះបញ្ជីត្រូវកាន់កាប់អីទៅតាមហ្នឹងបាទអញ្ចឹងបុគ្គលជាប់អាករគឺជាបុគ្គលជាប់ពន្ធតាមរបបស្វ័យប្រកាសហើយធ្វើការផ្គត់ផ្គង់ជាប់អាករបាទអញ្ចឹងគឺ cover ទៅលើបុគ្គលជាប់ពន្ធតាមរបបស្វ័យប្រកាសហើយធ្វើការផ្គត់ផ្គង់ជាប់អាករពីចំណុចហ្នឹងបាទហើយដោយឡែកចំពោះអនុវាសនជនដែលផ្គត់ផ្គង់ទំនិញសេវា digital មកកម្ពុជាយើងហ្នឹងក៏ចាត់ទុកថាជាបុគ្គលជាប់អាករដែរបាទអញ្ចឹងយើងដឹងហើយអនុវាសនជននៅក្រៅប្រទេសប៉ុន្តែគេអាចផ្គត់ផ្គង់ទំនិញសេវាមកក្នុងយើងបានគឺគេផ្គត់ផ្គង់ទំនិញសេវា digital បាទមកឲ្យកម្ពុជាអ្នកប្រើប្រាស់នៅកម្ពុជាយើងអញ្ចឹងក៏ចាត់ទុកថាអនុវាសនជនហ្នឹងគឺជាបុគ្គលជាប់អាករដែរហើយតម្រូវឲ្យមកចុះបញ្ជីអតបសាមញ្ញហើយបង់តែអតបទេចុះបញ្ជីនឹងអត់មានបង់ប្រភេទពន្ធអីទៀតទេបាទអញ្ចឹងក្នុងនេះខ្ញុំបញ្យល់តិចថាស្អីទៅតំណែង digital សេវា digital អញ្ចឹងតំណែង digital សេវា digital ហ្នឹងវាជាតំណែងអរូបីមើលអត់ឃើញប៉ះអត់បានបាទអាហ្នឹងគឺជាតំណែង digital សេវា digital អញ្ចឹងឧទាហរណ៍ថា e-book បាទ e-book អញ្ចឹងបើយើងទិញសភៅទៅឆូត visa ទៅហើយគេដឹកតាមកប៉ាល់ហោះដឹកតាមឡានអីយកមកបកគលឲ្យយើងសភៅមួយក្បាលហ្នឹងអាហ្នឹងគេហៅតំណែងរូបិយ physical good ប៉ុន្តែដល់ពេលតំណែងអរូបិយគឺគ្រាន់តែឆូត visa ទៅយើង download យក e-book ហ្នឹងយកតែម្ដងបាទគឺបកគលតាម online តែម្ដងគឺអត់មាន delivery ដឹកជូនអីទេបាទអាហ្នឹងគឺជាតំណែង
digital ដល់ពេលសេវា digital ដូចគ្នាដែរគេអត់មានជីកប៉ាល់ហោះមក perform service ដល់កម្ពុជាយើងទេគឺអាច perform តាម online ហ្មងណាឧទាហរណ៍ consult តាម online បាទ repair and maintenance តាម online អីចឹងទៅអាហ្នឹងហើយគឺជាសេវា digital បាទបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទៅពាក្យមួយទៀតគឺបុគ្គលជាប់តាក់ទិនបាទចំណុចនេះសំខាន់ហេតុអីបានខំប្រឹងឲ្យនិយមន័យបុគ្គលជាប់តាក់ទិនបាទយើងមើលសំបីតែនៅក្នុងគណនីកាលណាជាបុគ្គលតាក់ទិនហើយគឺគណនីក៏គេតម្រូវឲ្យ disclose ណាប្រតិបត្តិការបុគ្គលតាក់ទិននឹងដែរព្រោះអាចមានការ window dressing play around នៅក្នុងនឹងបានបាទអញ្ចឹងក្នុងច្បាប់ពន្ធកាលណាជាបុគ្គលតាក់ទិនហ្នឹងគឺច្បាប់ឲ្យអំណាចមករដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ឡើងវិញនៅប្រតិបត្តិការចំណោមប្រតិបត្តិការបុគ្គលតាក់ទិនអញ្ចឹងបានក្នុងនេះគឺច្បាប់ពន្ធក៏មានចែងដែរថាកាលណាជាបុគ្គលជាប់តាក់ទិនគ្នាហ្នឹងគឺរដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ប្រតិបត្តិការនឹងឡើងវិញព្រោះយើងដឹងហើយថាវាអត់ឯករាជ្យទេណា control transaction បាទអញ្ចឹងឥឡូវយើងពិនិត្យមើលស្អីទៅមើលមិនបានដឹងថាជាបុគ្គលជាប់តាក់ទិនគ្នាបាទហើយដូចខ្ញុំបញ្ជាក់ហ្នឹងថាចំណុចនេះគឺគោលដៅ VAT អញ្ចឹងបុគ្គលណាមួយដែលមានកម្មសិទ្ធិឡើងទៅលើតម្លៃឬសិទ្ធិបោះឆ្នោតក្នុងភាគកម្មដើមទុនផ្ទាល់នៃបុគ្គលត្រូវយកមកពិចារណាបាទអញ្ចឹងចំណុចនេះមាន2ចំណុចទី1គឺ 20% ឡើងទៅនៃតម្លៃបានឲ្យទិញស្លឹកហ៊ុនចាប់ពី 20% ឡើងទៅហើយដល់ពេលមួយទៀតមានសិទ្ធិ vote ចាប់ពី 20% ឡើងទៅហ្នឹងក៏ចាត់ទុកថាជាបុគ្គលជាប់តាក់ទិនដែរឧទាហរណ៍ថាយើងប្រកែអញ្ចឹងទៅទិញតែ 5-10% ឯតម្លៃហ៊ុនប៉ុន្តែដល់ពេលប្រជុំ board ហ្នឹងយើងមានសិទ្ធិ vote ដល់ 25 សម្លេងអីអញ្ចឹងអាហ្នឹងក៏គេចាត់ទុកថាយើងហ្នឹងជាបុគ្គលតាក់ទិនដែរបាទចំណុចទី2នេះគឺមានការគ្រប់គ្រងរួមគ្នាឬក៏មាននយោបាយរួមគ្នាបាទអញ្ចឹងឧទាហរណ៍ថាអុកញ៉ាម្នាក់អញ្ចឹងទៅគាត់មាន5ក្រុមហ៊ុនអញ្ចឹងគាត់គ្រប់គ្រង5ក្រុមហ៊ុនហ្នឹងអញ្ចឹងដោយសារក្រុមហ៊ុនទាំង5ហ្នឹងក្រោមការគ្រប់គ្រងផុស management តែមួយឬក៏នយោបាយតែមួយរបៀបហ្នឹងអញ្ចឹងក្រុមហ៊ុនទាំង5ខាងក្រោមហ្នឹងគេចាត់ទុកថាជាបុគ្គលជាប់តាក់ទិនគ្នាដែរបាទចំណុចមួយទៀតហ្នឹងគឺជាសមាជិកគ្រួសារឬក៏ជាសហព័ន្ធឬក៏ជាសមាជិកគ្រួសារនៃសហព័ន្ធរបស់បុគ្គលនោះអានេះគឺចំណុចនេះគឺជាសាច់ញាតិអ្នកជាប់ពន្ធហ្នឹងណាអញ្ចឹងសាច់ញាតិទាំងសហព័ន្ធទាំងបងប្អូនឯងអីហ្នឹងបាទអញ្ចឹងសិតតែជាបុគ្គលតាក់ទិនយើងដឹងហើយឧបមាថាយើងលក់ម៉ូតូ 1500 អញ្ចឹងបងប្អូនឯងទិញយើងប្រកាសជាអត់លក់ 1500 ឯអាចលក់តែ 1200 ឬក៏ 1000 អីហ្នឹងបាទអញ្ចឹងអាហ្នឹងហើយជា transaction ប្រតិបត្តិការបុគ្គលតាក់ទិនបាទហើយចំណុចចុងក្រោយនេះគឺម៉ួយដុំបាទម៉ួយដុំបានន័យថាបានតែងចាប់ពី 30% ឡើងទៅនៃធាតុចេញរបស់បុគ្គលហ្នឹងបាទ3ខែជាប់គ្នាបានន័យខែទី1តែង 30% ឡើងទៅនៃធាតុចេញហើយមិញយើងឃើញហើយធាតុចេញហ្នឹងគឺលក់នឹងឯងណាបាទខែទី2លើ 30% ខែទី3លើ 30% អញ្ចឹងកាលណា3ខែជាប់គ្នាហ្នឹងតែងលើសពី 30% នៃធាតុចេញហ្នឹងក៏គេចាត់ទុកថាជាបុគ្គលតាក់ទិនយើងដែរបាទអញ្ចឹងនេះជានិយមន័យគោលដៅ VAT គោលដៅយកពន្ធបាទអញ្ចឹងកាលណាចូលចំណុចណាមួយខាងលើហ្នឹងគេចាត់ទុកថាជាបុគ្គលតាក់ទិនហើយតម្លៃហ្នឹងជាកម្មវត្ថុពិនិត្យឡើងវិញថាតើវាតម្លៃទីផ្សារឬក៏មិនទីផ្សារបាទអញ្ចឹងក្នុងនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងថាបុគ្គលជាប់អកគឺអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសយើងហ្នឹងដែលធ្វើការផ្គត់ផ្គង់ជាប់អកហើយនឹងអនុវាសនជនដែលផ្គត់ផ្គង់តំណែងសេវា digital មកក្នុងកម្ពុជាយើងហ្នឹងបាទអញ្ចឹងនៅក្នុងចំណាត់ថ្នាក់អ្នកជាប់ពន្ធនេះយើងមានអ្នកជាប់ពន្ធតូចបាទហើយអ្នកជាប់ពន្ធតូចនេះចំណុចដែលសំខាន់យើងដឹងហើយថាកាលណាយើងមើលកម្រិតផលរបរហើយមើលនឹងទ្រព្យអាជីវកម្មនេះគឺយើង focus តែ2គត់គឺគេហៅថាសហគ្រាសឯកបុគ្គលរូបវ័ន្តបុគ្គលហ្នឹងហើយនឹងសហគ្រាស partnership សហកម្មសិទ្ធិអញ្ចឹងកាលណាជា sole proprietorship ហើយនឹង partnership គឺយើងមើលផលរបរឬក៏អាស័តគ្រប់បានคล้ายជាអ្នកជាប់ពន្ធបើផលរបរអត់គ្រប់ស៊ី free រដ្ឋាភិបាលអត់ប្រមូលពន្ធនេះបាទអញ្ចឹងក្នុងនេះគឺកម្រិតផលរបរ250លានទៅដល់1000លានហ្នឹងបាទ
សម្រាប់វិស័យកសិកម្មសេវាកម្មពាណិជ្ជកម្មហើយបើយើងមើលខាងទ្របវិញគឺ200លានទៅដល់1000លានបាទហើយវិស័យឧស្សាហកម្មនេះ250លានហើយយើងថ្លើងដល់1600លានបាទហើយផលប200លានដល់2000លានបាទហើយខាងក្រោមនេះគេមើល3ខែបើករណីរកស៊ីខែទី1ខែទី2 3ខែហ្នឹងបូកចូលគ្នាទៅបាន60លានអាហ្នឹងក៏คล้ายជាអ្នកជាប់ពន្ធតូចដែរហើយចំណុចមួយទៀតហ្នឹងគឺរំពឹងថាមានផលប3ខែជាប់គ្នាហ្នឹង60លានឡើងទៅបាទអញ្ចឹងអានេះបានន័យថាយើងក៏ start ពឹបយើងមានសញ្ញាកុងត្រាមួយគេអញ្ចឹងយើងអាច estimate ថាអូខេ3ខែទៅមុខទៀតអាចរកបាន60លានហ្នឹងបាទលើ60លានហើយអញ្ចឹងគ្រាន់តែយើង estimate បានប៉ុណ្ណឹងក៏คล้ายជាអ្នកជាប់ពន្ធតូចដែរបាទហើយមួយទៀតចុងក្រោយហ្នឹងគឺអ្នកដែលចូលរួមដេញថ្លៃវិគ្រោះថ្លៃផ្គត់ផ្គង់ទំនិញសេវាដែលប្រើប្រាស់ថវិការដ្ឋណាហើយរួមទាំងភាស៊ីផងបាទអញ្ចឹងត្រូវចុះបញ្ជីជាអ្នកជាប់ពន្ធតូចបានយើងទៅស្ទង់ថ្លៃវិគ្រោះថ្លៃអីបានបាទហើយដោយឡែកចំពោះអ្នកជាប់ពន្ធមធ្យមគឺផលបកើនទៅដល់1000សម្រាប់កសិកម្មបាទសេវាកម្មនេះហើយពាណិជ្ជកម្មឡើងដល់1000ដែរហើយឧស្សាហកម្មលើសពី1600ឡើងទៅដល់8000លានហ្នឹងបាទហើយអាសត្វហ្នឹងគឺពី1000លានដល់2000លានហើយខាងឧស្សាហកម្មនេះគឺមាន2000ដល់4000លានបាទអញ្ចឹងយើងនាងនេះយើងមាន2បាទន័យថាទី1បើមើលផលបគ្រប់ចូលទី2បើផលបអត់គ្រប់ទេប៉ុន្តែទ្របដែលយើងយកទៅប្រើក្នុង business ហ្នឹងចូលហ្នឹងគ្រប់ហ្នឹងអាហ្នឹងក៏คล้ายជាអ្នកជាប់ពន្ធទៅតាមប្រភេទហ្នឹងដែរបាទហើយចំណុចមួយទៀតហ្នឹងគឺកាលណាជាគេហៅថាជាសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គលឬក៏ការឡាយតំណាងបាទអញ្ចឹងយើងដឹងហើយរូបវ័ន្តបុគ្គលហើយ partnership មិនមែនជានីតិបុគ្គលទេបាទអញ្ចឹងគឺ corporation បានន័យថាក្រុមហ៊ុនមូលធនហ្នឹងណាហើយ general translate បកប្រែថាសាជីវកម្មហ្នឹងអាហ្នឹងគឺជា legal entity ហើយបានន័យថាទៅបង្កើតក្រុមហ៊ុនមួយដាច់ដោយឡែកពីរូបវ័ន្តបុគ្គលផុសតកែហ្នឹងបាទអញ្ចឹងនិយាយឲ្យខ្លីគឺពួក limited company ចាណាយើងចោះជា limited company អាហ្នឹងអូតូម៉ាទិកគឺជានីតិបុគ្គលហើយคล้ายជាអ្នកជាប់ពន្ធមធ្យមគេអត់មើលផលបមើលអីទេបាទចំណុចបន្ទាប់នេះគឺមានស្ថាប័នរដ្ឋថ្នាក់ជាតិក្រោមជាតិអង្គការសមាគមបាទហើយនឹងគម្រោងហ្នឹងហើយនឹងមានស្ថានទូតកុងស៊ុលបាទអង្គការអន្តរជាតិហើយនឹងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសផលរដ្ឋាភិបាលនានាបាទស្ថិតនៅក្រោមគម្រោងហ្នឹងបាទអញ្ចឹងគឺស្ថិតនៅក្រោមជាអ្នកជាប់ពន្ធមធ្យមបាទអញ្ចឹងយើងឃើញហើយស្ថាប័នរដ្ឋទូតកុងស៊ុលអង្គការអន្តរជាតិអីនេះអត់ជាប់ពន្ធប្រាក់ចំណេញជាប់វិធីអីទេប៉ុន្តែគាត់នាំចូលរួចពន្ធទិញរួចពន្ធអីអញ្ចឹងបានហើយក្រៅពីហ្នឹងគាត់មានកាតព្វកិច្ចបង់ពន្ធកាត់ទុកឬក៏ពន្ធបៀវត្សពន្ធអីអញ្ចឹងបានតម្រូវឲ្យមានការចោមជីហើយយើងចាត់ថ្នាក់ជាអ្នកជាប់ពន្ធមធ្យមតែម្ដងបាទដោយឡែកពាក់ព័ន្ធនឹងអ្នកជាប់ពន្ធធំគឺកាលណាផលបកើនកាន់តែច្រើនទៅបាទ$1លានឡើងទៅគឺខាងកសិកម្មហើយសេវាកម្មពាណិជ្ជកម្ម$1លានកន្លះបាទទៅហើយលើសពី8000លានខាងឧស្សាហកម្មឡើងទៅអាហ្នឹងคล้ายជាអ្នកជាប់ពន្ធធំបាទហើយមួយទៀតគឺបទសម្ព័ន្ធក្រុមហ៊ុនភូជាតិបាទអញ្ចឹង subsidiary for multinational companyស្អីទៅ multinational company បាទក្រុមហ៊ុនភូជាតិបាទនេះរកស៊ីច្រើនប្រទេសអាហ្នឹងគេហៅក្រុមហ៊ុនភូជាតិបាទហើយនឹងសាខាក្រុមហ៊ុនបរទេសអញ្ចឹងសាខា brand ឧទាហរណ៍ brand អស់ China អីហ្នឹងបាទអញ្ចឹងកាលណាបើក brand នៅស្រុកយើងអញ្ចឹងអូតូម៉ាទិកជាអ្នកជាប់ពន្ធធំតែម្ដងហើយចុងក្រោយហ្នឹងគឺពួក QIP បាទគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បាទហ្នឹងគឺត្រូវចុះបញ្ជីក្រុមអ្នកជាប់ពន្ធធំបាទចានេះគ្រាន់តែជាការបែងចែកចំណាត់ថ្នាក់ទេបាទតូចធំមធ្យមទៅតាមហ្នឹងអញ្ចឹងយើងសរុបមកវិញគឺតូចមធ្យមហើយធំហ្នឹងហើយមានការផ្គត់ផ្គង់ជាប់អាករហ្នឹងគឺជាបុគ្គលជាប់អាករហើយបាទអញ្ចឹងកាលណាជាបុគ្គលជាប់អាករគឺត្រូវតែមានកាតព្វកិច្ចចុះបញ្ជីអតបបាទអញ្ចឹងយើងមើលថាបុគ្គលជាប់អាករត្រូវស្នើសុំចុះបញ្ជីអតបហ្នឹងឲ្យបានស្រេចបាច់15ថ្ងៃក្រោយពេលដែលខ្លាយខ្លួនជាបុគ្គលជាប់អាករបាទអ
chẳng ưu tiên họ thà dương ở si chẳng tới phò lẹ khả năng khổ xa chẳng chia sẻ cái ai bọc cô chẳng phò là bò chẳng ở toàn khổ vậy chẳng họ si tới đỏ pe phò là bò dương khổ hái cứ cái tục pe phèm đọc ngày nó áo mà cho không chỉ ở tọ bò bà chẳng bữa hùa đọc hẹn ngày ọt mà chó hẳn nó bạn họ si cây pôn nó ọt cổ rụp cho bà chẳng còn ai hùa đọc hẹn ngày bà pe phò là bò đọc cầm nọt nè bà hay mỗi tiết nè cho pôn ăn biết nè chốn đẹp cột cùng tầm nền sạp digital là pe phò là bò còn khộp đôi nè cho pôn tôi nó cứ đầm ra ở quát mà cho không chỉ ở tọ bò sầm ảnh là cam chia dương bà lấy thêm xong châu thầy cho nói một tỷ 7bà cứ cao bạ chat miền sạch phép cho hồng trì bà sầm khăn dương thử vô là sẽ tới cao bạ chat miền sạch phép cho hồng trì nó miền này thả mày bà chẳng cao bạ chat miền sạch phép cho hồng trì chỉ p lại một cô lúc khai chỉ một cô cho cò bà chẳng bà này thả p là dương khai chỉ một cô cho có cứ dương miền sạch cột cùng tại tệ chôn tới hay của mẫu vi thì đọc hiện rồi bây giờ tệ chôn vô mà tục bằng ai rồi nè anh nó cứ về ná đại dương thử miền cả ta cách của mẫu bạ có hay bằng bạ còn năng anh về clay bà chẳng cái họ pp nè bà chẳng cả bạ chạy nó cái kết bị đàm khai và to bị khai đây là cả ta cách đặc biệt là sống bàn cả là bà chẳng dương mơ thầm cho bà bốn cái tha họ pp nè đàm khai và to bị khai đây cả ta cách đặc biệt mệnh bị đàm khai dương bàn đặc biệt ấy nè cả ta cách bà chẳng mấy dương đang hỏi thaประเภทกรมโหนขอขณีจังกระตาบกัดดาเปียนเปนาขอขณีบ่าจังขนมนี้คือกระตาบกัดอุติหอธาแล้วพอละบอเยื้องโขไปขนมไข่มวยหนึ่งจังกระตาบกัดดาเปียเยื้องคือเกหาอย่างยูดับแผมไงบ่าจังไข่มวยโขพายจังกลมเอาหัวไงตีดับแผมไข่ปีเธอดาเปียซอมบ่าhayจังเกจับดามหัวปีดามแค่ประตูปีแค่ได้กระตาบกัดดาเปียจังเกหัวปีngày muối khải bày và bộ cái tạp cái dưỡng thợ đạt khải pi hay cái chạp làm kết thà thợ của mẫu vị thi thợ chọn vị thi bằng ỏi rọt nắng nè bị đàm khái và to bị khái đại cái tạp cái đặc biệt bàn cả làng bà hay đại lái chấm pua cho nói tp ní nè đại là xong cho chi đời smart chat bàn này thà có ọt phở bò có ọt khộp tế bàn đấy có miền thà bữa ọt cho hồng chi thế cái ọt họ xì mũi phò bỏ ọt khổ về bên đấy ưu họ được nơi xa aeon nhưng bữa dương ọt cho hồng chi thế cái ọt ao từ lụa nơi không xa aeon chẳng còn xong cho hồng chi ọt tọ bỏ đời smart chat bàn chẳng dương chạp là cả bạn chạy miệng sật hiệp ní cứ bị pé đài bắt to bị khái đài là một cô đặc biệt nào xong nắng bàn đại năng chẳng họ bị đàm khai năng ưu họ thà lấy khai bổng bốn còn đặc biệt nào xong cho hồng chi smart chat chẳng cả bạn chạy miền sật phiếp hóa bí ngày môi khải đọc màu bà chẳng dường đang hãy tha ca ăn vọt cho bạp bồn nắng cứ tiêm tia ai miền ca group cho bạp bà hay dường đang hãy tha ca bằng bồn cứ đòi cô ca smart chat bàn tay miền lẹ khả nạ khàn ọt bàn bà chẳng khàn ọt bàn chẳng không cạn đấy đại cho bạp đầm rau ở cho hồng chí hay có ọt mà cho hồng chí tam cho bạp tam ấy nó cứ kê áo sứt màu rọt bà xa bờ bốn biên sứt cho hồng chí chỉ ai cái tàu bà cho hồng chí chỉ ai cái tàu chẳng trong pua bậc cô lại miền cái tạp cây đại miền cái tạp cây đầm rau thôi cả cho hồng chí hai mình bán mà thôi cả cho hồng chí bà nếu rọt bà xa bờ bốn ai thôi cả cho hồng chí chỉ ai cái tàu mỏng hỏi họ tăng phí pe lại một cô lúc thợ mà thuê ca cho hồng trì ưu tiên họ thà quạt thợ cho hồng trì tăng phí khai muối cho nam phí bọn phải buồn và đấy có ót ban màu bên người tạp kịch đỏ về lời nếp bọn đà chạp bàn invoice mơ tàu phò là bò thùng mấy ấy chẳng tới chẳng bọn đà miền phò tàng chẳng chẳng cứ bọn đá nâng cho hồng trì chỉ ai cái táo hỡi ca bạ chạy miền sật hiếp họ tăng phí khai muối cho nam phí bọn phải buồn màu và tăng bị pê năng màu hãy đầm rơi ai bộ cô nắng bác cứ từ tua kho trâu bạ cò thằng ó chạp tăng bị cao bạ chát đại bộ cô nút trâu thôi ca cho hồng trì bà chẳng cứ thử cho hồng trì khai môi cho nam bị bọn phải buôn chẳng thử
ទទួលខុសត្រូវចំពោះអាករទាំងអស់តាំងពីខែ1 2024ហ្នឹងមកត្រូវបងត្រូវអីហើយរងការពិន័យការប្រាក់តាមហ្នឹងបាទចំណុចទី2នេះគឺដើម្បីទប់ស្កាត់ការបែកកុំឲ្យជាប់ពន្ធក្រោម250លានបាទអញ្ចឹងគឺច្បាប់ហ្នឹងបានចែងថាសម្រាប់ក្រុមបុគ្គលតាក់ទិន2ឬច្រើនអ្នកបាទ2ឬច្រើនអ្នកដែលក្នុងនោះមានបុគ្គលម្នាក់ឬច្រើនអ្នកមិនមែនជាបុគ្គលជាប់អាករបាទអញ្ចឹងរដ្ឋបាលសារពន្ធអាចចាត់ទុកបុគ្គលជាប់អាករណាមួយចុះបញ្ជីហើយទទួលខុសត្រូវសម្រាប់សកម្មភាពសេដ្ឋកិច្ចទាំងមូលឬភាគផ្នែកណាមួយបាទចំណុចនេះមានន័យថាគាត់បែកខ្លួនទៅឲ្យក្រោម250លានអីទៅហើយប៉ុន្តែមានបុគ្គលម្នាក់2នាក់ជាបុគ្គលជាប់អាករចុះបញ្ជីទៅបង់តែកន្លែងគាត់ចុះបញ្ជីហ្នឹងអញ្ចឹងបើពន្ធរកឃើញថាអាកន្លែងផ្សេងដែលបែកខ្លួនហ្នឹងគឺជាបុគ្គលតាក់ទិនគាត់អញ្ចឹងខាងពន្ធនឹងតម្រូវឲ្យអ្នកដែលបានចុះបញ្ជីហើយហ្នឹងគឺទទួលខុសត្រូវចំណូលទាំងអស់ហ្នឹងតែម្ដងលើសកម្មភាពទាំងមូលតែម្ដងបាទមួយទៀតបើករណីអត់មានបុគ្គលតាក់ទិនណាមួយអត់ចុះបញ្ជីបានតែគាត់បែកទៅក្រោម250លានទាំងអស់ហ្មងអញ្ចឹងអត់ជាប់ពន្ធទាំងអស់ប៉ុន្តែដល់ហើយទាំងអស់ហ្នឹងគឺសុទ្ធតែជាបុគ្គលតាក់ទិនគ្នាបាទអញ្ចឹងខាងពន្ធរកឃើញអាចចាប់អ្នកណាមួយឬក៏ច្រើនអ្នកហ្នឹងឲ្យទទួលចុះបញ្ជីជាឯកតោទៅហើយឲ្យទទួលខុសត្រូវចំណូលទាំងមូលបាទអញ្ចឹងអានេះគឺដើម្បីគោលដៅទប់ស្កាត់ការបែកទៅកុំឲ្យគ្រប់ផលរបរហ្នឹងបាទបាទអញ្ចឹងយើងដឹងហើយថាការដែលពន្ធចេញវិញ្ញាបត្រអតបហ្នឹងដូចឲ្យ license ទៅប្រមូលលុយរដ្ឋ 10% បាទឲ្យសិទ្ធទៅប្រមូលលុយពន្ធបាទ 10% អញ្ចឹងគឺរដ្ឋមានការគ្រប់គ្រងត្រួតពិនិត្យបានល្អបាទអញ្ចឹងកាលណាយើងខ្លាយជាបុគ្គលជាប់អាករហើយត្រូវមានកាតព្វកិច្ចហើយបាទអញ្ចឹងមាត្រាទី80នៃច្បាប់ពន្ធហ្នឹងបានកំណត់ថាទី1គឺត្រូវតែដាក់តាំងវិញ្ញាបនបត្រចុះបញ្ជីហ្នឹងទុកបង្ហាញអតិថិជនថាយើងបានចុះបញ្ជីអញ្ចឹងយើងមានសិទ្ធិប្រមូលអតបហ្នឹងណាអញ្ចឹងគឺខាងពន្ធតម្រូវឲ្យបញ្យុបាទវិញ្ញាបនបត្រអតបហ្នឹងនៅកន្លែងប្រកបអាជីវកម្មហើយមួយទៀតហ្នឹងគឺត្រូវគិតអតបតាំងពីកាលបច្ឆេទមានប្រសិទ្ធភាពហ្នឹងមកបាទអញ្ចឹងពេលយើងចុះបញ្ជីទៅនៅលើវិញ្ញាបនបត្រហ្នឹងថាសហគ្រាសលោកស្រីបានចុះបញ្ជីរួចរាល់ហើយត្រូវមានកាតព្វកិច្ចបង់ពន្ធចាប់សម្រាប់ខែមិថុនាណាយ៉ាងយូរមិនឲ្យហួសថ្ងៃទី20ខែមេសាអីយ៉ាងទៅបាទអញ្ចឹងប្រសិទ្ធភាពតាំងពីហ្នឹងមកបាទខែមិថុនាហ្នឹងមកហើយមានប្រសិទ្ធភាពបាទអញ្ចឹងត្រូវប្រមូលតាំងពីពេលហ្នឹងមកបាទហើយមួយទៀតត្រូវចេញវិក័យប័ត្រធម្មតាទៅឲ្យអតិថិជនមិនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសហើយចេញវិក័យប័ត្រអាករទៅឲ្យអតិថិជនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសបាទអញ្ចឹងបើរបបស្វ័យប្រកាសដូចគ្នាចេញវិក័យប័ត្រអាករទៅហើយបើអត់មានចុះបញ្ជីរបបស្វ័យប្រកាសទេចេញវិក័យប័ត្រធម្មតាទៅអតិថិជនបាទហើយចំណុចមួយទៀតដែលសំខាន់ហ្នឹងចំពោះអ្នករកស៊ីនាំចេញនាំចូលហ្នឹងត្រូវចុះបញ្ជីឲ្យបានស្រេចបាច់មុនពេលយើងធ្វើការនាំចេញនាំចូលបាទអញ្ចឹងមុនក៏អនុញ្ញាតឲ្យចូលនាំចូលនាំចេញហ្នឹងគឺទាល់តែចុះបញ្ជីអតបហើយបាទហើយចំណុចចុងក្រោយនេះគឺត្រូវប្រើប្រាស់ប្រព័ន្ធកត់ត្រាសាច់ប្រាក់ដែលកំណត់ដោយរដ្ឋបាលសារពន្ធហើយរក្សាទុកច្បាប់ច្រឡំវិក័យប័ត្រទាំងអស់ហ្នឹងដែលបានចេញបាទហើយនឹងវិក័យប័ត្រដែលបានទទួលបាទអញ្ចឹងទីខាងពន្ធអាចកំណត់ថាឲ្យប្រើប្រព័ន្ធ case register ឬក៏ប្រព័ន្ធអីហ្នឹងគឺត្រូវតែប្រើទៅតាមការតម្រូវរបស់រដ្ឋបាលសារពន្ធហើយរាល់ transaction វិក័យប័ត្រឯកសារទាំងអស់ហ្នឹងទាំងទទួលទាំងចេញឲ្យគេហ្នឹងត្រូវទុកឲ្យបានត្រឹមត្រូវបាទរក្សាកំណត់ត្រានិងគណនីតាក់ទិនអតបសម្រាប់រយៈពេល10ឆ្នាំបាទអញ្ចឹងអ្នកជាប់ពន្ធមធ្យមហើយធំយើងឲ្យទុក10ឆ្នាំហើយបើទូចយើងឲ្យទុកតែ3ឆ្នាំទេហើយត្រូវដាក់លិខិតប្រកាសបង់ពន្ធប្រចាំខែហ្នឹងបាទយ៉ាងយូរខែបន្ទាប់ហ្នឹងថ្ងៃ20ខែបន្ទាប់បាទហើយប្រកាសអនឡាញយើងមានការលើកទឹកចិត្តពជាដល់ថ្ងៃ25បាទហើយត្រូវជូនដំណឹងដល់អគ្គនាយកដ្ឋានពន្ធដារពីការប្រែប្រួលអាជីវកម្មការផ្ទេរឬក៏ការលុបចោលការចុះបញ្ជីបាទអញ្ចឹងគឺមាន
ផ្លាស់ប្ដូរព័ត៌មានអីត្រូវយ៉ាងយូរ5 10ថ្ងៃហ្នឹងត្រូវជូនតំណែងមកខាងពន្ធដារណាឧទាហរណ៍យើងដូរ address ពីកន្លែងមួយទៅកន្លែងមួយអីបាទហើយអនុញ្ញាតឲ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធដារមើលកំណត់ត្រាហើយនឹងឯកសារហើយនឹងទីតាំងអាជីវកម្មសហគ្រាសបាទអញ្ចឹងយើងដឹងហើយការប្រកាសពន្ធយើងគ្រាន់តែវាយចូលពេញ form ហើយប្រកាសមកតែប៉ុណ្្នឹងអញ្ចឹង original document ឯកសារ support អីនៅក្រុមហ៊ុនទាំងអស់អញ្ចឹងពន្ធគេនឹងចោះទៅ audit ដើម្បីផ្ទៀងផ្ទាត់មើលថាតើមានឯកសារគ្រប់អត់អីហ្នឹងបាទអញ្ចឹងពេលគេចោះទៅ audit ហ្នឹងត្រូវតែបង្ហាញហើយត្រូវអនុញ្ញាតឲ្យគេចូលទីតាំងដើម្បីមើលឯកសារបាទចឹងខ្ញុំសូមអនុញ្ញាតចូលទៅចំណុចមិញយើងឃើញហើយការចុះបញ្ជីការទុកដាក់ឯកសារឥឡូវចូលទៅដល់ពេលណាយើងលុបអញ្ចឹងធម្មតាមានពីររកស៊ីចុះពេលលុបគឺឈប់រកស៊ីត្រូវសុំលុបអាហ្នឹងគេហៅលុបស្របច្បាប់អត់មានថាឈប់រកស៊ីទៅរយហ្មងអត់ដាក់ពាក្យលុបអីអាហ្នឹងគេហៅបិទដោយអត់ស្របច្បាប់បាទអញ្ចឹងដើម្បីលុបចោលការចុះបញ្ជីទី1គឺបុគ្គលជាប់កឈប់ធ្វើការផ្គត់ផ្គង់តំណែងសេវាជាប់កបាទអញ្ចឹងឈប់រកស៊ីហ្នឹងហើយបើអ្នកចុះបញ្ជីដោយស្ម័គ្រចិត្តនេះចុះហើយ2ឆ្នាំក្រោយបានមានសិទ្ធិសុំលុបវិញបាទចំណុចសំខាន់មានអ្នកខ្លះគេថាចំណុចទី1នេះការលុបចោលចុះបញ្ជីរបស់បុគ្គលជាប់អតបហ្នឹងបាទมันប៉ះពាល់កាតព្វកិច្ចបំណុលនិងទោសទណ្ឌទេបាទអញ្ចឹងបានន័យថាក្រុមហ៊ុនយើងបាត់មែនប៉ុន្តែចំពោះបំណុលកាតព្វកិច្ចអីនៅតែជាបំណុលហើយនឹងកាតព្វកិច្ចផុស owner បាទផុសម្ចាស់សហគ្រាសហ្នឹងបាទអញ្ចឹងកន្លែងនេះគឺអត់ទៅណាទេបាទអញ្ចឹងនៅឈ្មោះលោកអេជាពាក់បំណុលអីអញ្ចឹងទៅអញ្ចឹងថ្ងៃក្រោយពេលមានការផ្លាស់ប្ដូរទ្របអីអញ្ចឹងមកថាបត្រាទេកម្មសិទ្ធិអីបើឆែកទៅមានជាពាក់អំណុលទូទាត់សិនបានឲ្យធ្វើការទូទាត់ទេកម្មសិទ្ធិទេអីអានេះជាវិធានការដើម្បីប្រមូលបំណុលពន្ធបាទហើយដល់ពេលយើងបាត់ហ្នឹងលុបចោលហ្នឹងគឺតំណែងមាននៅក្នុងដៃរួមទាំងតំណែងជាមូលធនបាទតំណែងមូលធននេះគឺ fixed asset ហ្នឹងបាទ asset ទ្រព្យសម្បត្តិអាសត្វដែលយើងមានហ្នឹងត្រូវចាត់ទុកថាជាការផ្គត់ផ្គង់ជាប់អាករហើយត្រូវបង់លើរាល់ធាតុចេញណាដែលបាននៅសល់ហ្នឹងបាទហើយក្នុងការនេះមាន2ជំរើសទី1យើងតែសួរថាលក់ឲ្យហើយចាំបាត់ឬក៏បាត់ឲ្យហើយចាំលក់បាទមាន2ជំរើសទី1លក់ឲ្យហើយចាំបាត់អាហ្នឹងគឺយកតាមតម្លៃលក់បានជាក់ស្ដែងប៉ុន្តែបើសិនជាបាត់ឲ្យហើយចាំលក់ខាងពន្ធគេនឹងចុះទៅធ្វើសមនកម្មចុងក្រោយដើម្បី ClearMG ហ្នឹងពេលហ្នឹងគេនឹងវាយតម្លៃទៅតាមតម្លៃទីផ្សារទៅហើយគិត VAT ហើយថ្ងៃក្រោយយកទៅលក់បានលក់ទៅរឿងបាទអញ្ចឹងវាមាន2ជំរើសហ្នឹងបាទហើយយើងដឹងហើយថាក្នុងការកំណត់តម្លៃហ្នឹងគឺយកតាមតម្លៃទីផ្សារហ្នឹងបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលចំណុចទី4ការផ្គត់ផ្គង់ជាប់អាករបាទហើយចំណុចនេះសំខាន់បាទនិយាយចំចំណូលជាប់ VAT មានតែ5ចំណុចហ្នឹងទេហើយយើងត្រូវចាំចំណុចនេះជាចំណុចសំខាន់បាទទី1យើងមើលពាក្យបច្ចេកទេសពន្ធគេអត់ថាលក់ជាប់អាករគេថាការផ្គត់ផ្គង់ជាប់អាករ supply ទៅជាប់អាករបាទន័យថា supply ជាប់អាករបាទអញ្ចឹងទី1ការផ្គត់ផ្គង់តំណែងសេវាដោយបុគ្គលជាប់អាករនៅកម្ពុជាបាទអញ្ចឹងផ្គត់ផ្គង់តំណែងសេវាជាប់អាករនៅកម្ពុជាហ្នឹងនៅក្នុងដែនដីយើងហ្នឹងហើយគឺផ្គត់ផ្គង់ក្នុងដែនដីយើងហ្នឹងត្រូវជាប់អាករបាទទី2គឺការដកយកតំណែងមកប្រើប្រាស់ផ្ទាល់ខ្លួនបាទអញ្ចឹងគឺដកតំណែងសេវាយកប្រើប្រាស់ផ្ទាល់ខ្លួននេះគឺ own use បាទអាហ្នឹងគឺជាការផ្គត់ផ្គង់ជាប់អាករដែរបាទទី3គឺការផ្ដល់អំណោយឬក៏ផ្គត់ផ្គង់ក្រោមតម្លៃពិតនៅតំណែងឬក៏សេវាដោយបុគ្គលជាប់អាករបាទអញ្ចឹងអំណោយឲ្យគេ free ឬក៏ផ្គត់ផ្គង់ក្រោមតម្លៃពិតគឺក្រោមតម្លៃពិតឧទាហរណ៍ម៉ូតូលក់ឲ្យគេ 1500 បងប្អូនឯងទិញលក់តែ 1200 បាទហ្នឹង 1200 ហ្នឹងឯងគឺជាការផ្គត់ផ្គង់ក្រោមតម្លៃពិតបាទហើយទី4នេះគឺការផ្គត់ផ្គង់តំណែងសេវា digital មកកម្ពុជាបាទអញ្ចឹងអនុវាសនជនគាត់ផ្គត់ផ្គង់តំណែងសេវា digital មកក្នុងស្រុកយើងប្រជាជនយើងអ្នកប្រើអញ្ចឹងត្រូវជាប់អតបណាព្រោះយើងដឹងហើយថាអតបនេះប្រមូលពីអ្នកប្រើប្រាស់ចុងក្រោយបាទហើយចំណុចទី5ហ្នឹងគឺការនាំចូលតំណែងមកនៅ
ដល់ដែនកយកម្ពុជាយើងបាទអញ្ចឹងពេលនាំចូលមកប្រជាជនយើងអ្នកប្រើអញ្ចឹងពេលនាំចូលមកដល់ដែនកយហ្នឹងក៏ឲ្យប្រមូល VAT បាទអញ្ចឹងសរុបមកវិញត្រូវចាំចំណុចនេះជាចំណុចសំខាន់បាទការផ្គត់ផ្គង់ជាប់អាករមាន5ចំណុចហ្នឹងបាទអញ្ចឹងទី1លក់យកលុយទី2ដកប្រើផ្ទាល់ខ្លួនទី3ផ្ដល់ជាអំណោយផ្គត់ផ្គង់ក្រោមម្លាយពិតណាទី4ផ្គត់ផ្គង់តំណែងសេវា Digital មកកម្ពុជាហើយទី5គឺនាំចូលមកដែនកយកម្ពុជាបាទអញ្ចឹងយើងឃើញហើយថាពាក្យច្បាប់គឺការផ្គត់ផ្គង់ជាប់អាករគឺស្កូបវាធំជាងលក់ព្រោះបើយើងនិយាយរឿងលក់ជាប់អាករចូលតែចំណុចទី1ឯងក្រៅពីហ្នឹងទៀតវាអត់ cover អញ្ចឹងបាននេះដែលខ្ញុំបញ្ជាក់ថាជាពាក្យបច្ចេកទេសហើយយមន័យនេះយមន័យយកពន្ធអញ្ចឹងវាមានន័យទលំទលាយជាងន័យ accounting ត្រង់ហ្នឹងបាទបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលទៅចំណុចស្អីខ្លះអត់ជាប់ម្ដងបាទអញ្ចឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងថាគ្រប់ប្រភេទពន្ធគេបានចែងច្បាស់ហើយថាយកលើអីហើយគេនឹងចែងថាស្អីខ្លះលើកលែងពន្ធអញ្ចឹងគ្រប់ប្រភេទពន្ធសុទ្ធតែមានការលើកលែងហើយយើងចាំទៅថាមើលនៅក្នុងលើកលែងហ្នឹងបើអត់មានអាហ្នឹងជាប់ហើយព្រោះច្បាប់គេចែងមកថាអ្វីដែលលើកលែងពន្ធគឺចែងច្បាស់នៅក្នុងច្បាប់តែម្ដងបាទអញ្ចឹងនិយាយចំមុខរបររកស៊ីមាន9ចំណុចនេះរកស៊ី9ចំណុចនេះអត់ជាប់ពន្ធ VAT ហ្នឹងណាអញ្ចឹងមានអីខ្លះទី1សេវាប្រៃសណីសាធារណៈបាទអញ្ចឹងយើងមើលថើមពាក្យថាសេវាប្រៃសណីសាធារណៈអញ្ចឹងតើថារដ្ឋធ្វើណាសេវាប្រៃសណីហ្នឹងរដ្ឋធ្វើចំណូលរដ្ឋបានអត់ជាប់ប៉ុន្តែឧបមា DHL Capital ផ្ញើកញ្ចប់ចុះឡើងអីហ្នឹងជាប់ឯកជនបាទទី2គឺទីពេទ្យ clinic បាទសេវាទីពេទ្យ clinic វេជ្ជសាស្ត្រតនសាស្ត្រណារួមទាំងតំណែងបន្ទាប់ផ្សំពាក់ព័ន្ធនឹងការព្យាបាលជំងឺនឹងផងបាទអញ្ចឹងប៉ះពាល់សុខភាពនិយាយចំរឿងសុខភាពរដ្ឋាភិបាលយើងបានកាត់គូអញ្ចឹងអត់យកពន្ធនេះរឿងសេវាវេជ្ជសាស្ត្រនេះណាទាំងពេទ្យថ្មីពេទ្យអីហើយតំណែងបន្ទាប់ផ្សំការព្យាបាលគឺធម្មតាពេលយើងទៅព្យាបាលនៅមន្ទីរពេទ្យនៅ clinic ហ្នឹងគឺមានបតោកសរោមមានដាក់ថ្នាំដាក់អីអញ្ចឹងអាហ្នឹងគឺជាតំណែងបន្ទាប់ផ្សំប៉ុន្តែបើសិនជា pharmacy លក់ថ្នាំពេទ្យបាទអញ្ចឹងបើមាន pharmacy លក់ថ្នាំពេទ្យជាប់វត្តណាបាទព្រោះអានេះតើតែពាក់ព័ន្ធជាមួយការព្យាបាលជំងឺហើយយកថ្នាំយកអីទៅព្យាបាលនៅកន្លែងទីពេទ្យនៅ clinic ហ្នឹងអាហ្នឹងបានអត់ជាប់ VAT បាទទី3គឺសេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋបាទអញ្ចឹងក្នុងនេះមានពីរពាក្យថារួចហ្នឹងរួចតែដឹកអ្នកដំណើរឯដឹកតំណែងជាប់ហើយទាល់តែមធ្យោបាយដឹកជញ្ជូនហ្នឹងផុសរដ្ឋទៀតបាទបើផុសឯកជនជាប់ VAT ធម្មតាណាបាទអញ្ចឹងរងឯងយើងមានឡានក្រុងឡានសាលាក្រុងបាទឡានក្រុងហ្នឹងដឹកមនុស្សអត់ជាប់វត្តទេប៉ុន្តែបើដឹកតំណែងជាប់វត្តបាទមួយទៀតគឺសេវាធានារ៉ាប់រងបាទអញ្ចឹងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកហ្នឹងគាត់ធ្វើការធានារ៉ាប់រងអញ្ចឹង insurance premium ដែលបង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងហ្នឹងអាហ្នឹងឧទាហរណ៍យើងធានាលើឡានរថសម្រាប់រ៉ាប់រងលើរថយន្តបាទមួយឆ្នាំបង់ឲ្យគេ300អីហ្នឹងអញ្ចឹងអា300ហ្នឹងគឺហៅ gross premium ជាការបន្ថយអត់ជាប់ VAT ទេបាទមួយទៀតគឺសេវាមូលដ្ឋានខាងហិរញ្ញវត្ថុបាទអញ្ចឹងសេវាមូលដ្ឋានខាងហិរញ្ញវត្ថុបាទហ្នឹងក៏លើកលែង VAT ដែរអញ្ចឹងដោយក្នុងនេះសេវាមូលដ្ឋានក្នុងហិរញ្ញវត្ថុហ្នឹងគឺជាសេវាទាំងឡាយណាដែលយើងមាន mark up យកប្រាក់ចំណេញអញ្ចឹងគឺជាទូទៅមានគេហៅ exchange rate ដូរលុយហើយនឹង loan ការប្រាក់បាទការប្រាក់ហើយទិញលក់ក្នុង stock exchange យើងហ្នឹងអាហ្នឹងជាសេវាមូលដ្ឋានខាងហិរញ្ញវត្ថុមួយទៀតគឺការផ្គត់ផ្គង់ផលិតផលកសិកម្មផលិតក្នុងស្រុកបាទអញ្ចឹងរាជរដ្ឋាភិបាលលើកទឹកចិត្តប្រជាកសិករយើងអញ្ចឹងផលិតផលកសិកម្មដែលផលិតក្នុងស្រុកហ្នឹងគឺជាការផ្គត់ផ្គង់មិនជាប់អាករសេវាសិក្សាអប់រំបាទអញ្ចឹងយើងដឹងហើយវិស័យអប់រំជាវិស័យអត្ថប្រយោជន៍របស់រដ្ឋាភិបាលអញ្ចឹងរដ្ឋាភិបាលអត់ប្រមូល VAT ទេអញ្ចឹងថ្លៃសាលាតាំងសភៅអីទាំងអស់ពាក់ព័ន្ធនឹងវិស័យអប់រំនេះហើយសូមបញ្ជាក់ដែរវិស័យអប់រំនេះគឺគ្របដណ្ដប់ទាំងពីមត្តេយ្យដល់ឧត្តមសិក្សាហើយនឹងសាលាបណ្ដុះបណ្ដាលជាជីវៈបាទអញ្ចឹងសាលាបណ្ដុះបណ្ដាល
ជីវៈនេះក៏ចូលនៅក្នុងវិស័យអប់រំដែរអញ្ចឹងអត់ជាការផ្គត់ផ្គង់មិនជាប់អាករបាទថាអំពើអគ្គិសនីឲ្យទឹកស្អាតបាទអញ្ចឹងអានេះគឺគេហៅ public good ទឹកភ្លើងហ្នឹងគឺជា public good ដែរតម្រូវការចាំបាច់ផលប្រជាជនអញ្ចឹងថ្លៃទឹកថ្លៃភ្លើងទឹកស្អាតណាមិនមែនទឹកសុទ្ធទេបើទឹកសុទ្ធអាហ្នឹងគឺជាតំណែងបាទអានេះទឹកតដាក់ពងដាក់អាងតាមផ្ទះតាមអីហ្នឹងអញ្ចឹងថ្លៃទឹកថ្លៃអគ្គិសនីគឺថ្លៃភ្លើងហ្នឹងណា1គីឡូម៉ានហ្នឹងអាហ្នឹងអត់ជាប់ដែរបាទហើយសេវាប្រមូលសម្អាតកាកសំណល់រឹងរាវបាទអញ្ចឹងអានេះគឺពាក់ព័ន្ធមួយបរិស្ថានអញ្ចឹងកាលណាប៉ះពាល់មួយបរិស្ថានអញ្ចឹងរាជរដ្ឋាភិបាលអត់ប្រមូលពន្ធនេះបាទអញ្ចឹងសំណល់រឹងប្រមូលសម្រាមប្រមូលអីហ្នឹងរាវអាចតាមទីពេទ្យតាម clinic កាកសំណល់អស់ហ្នឹងរាវបាទមួយស្លាយនេះគឺពាក់ព័ន្ធមិនមែនរស់ស៊ីទេបាទអញ្ចឹងរឿងទៅដើរលេងក្រៅនាំចូលរបស់ប្រើប្រាស់រួចពន្ធកយអញ្ចឹងយើងទៅដើរលេងក្រៅទៅទិញរបស់យួរចូលមកដែលរួចពន្ធកយអញ្ចឹងខាងកយគេមានចែងថាតំណែងក្រមប្រមាណអត់ជាប់ពន្ធអីហ្នឹងទី2គឺសកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីប្រយោជន៍សាធារណៈបាទអញ្ចឹងអានេះគឺសកម្មភាពរបស់ NGO ហ្នឹងដែលបម្រើប្រយោជន៍សាធារណៈឬមួយក៏របស់ស្ថាប័នរដ្ឋយើងហ្នឹងបម្រើប្រយោជន៍សាធារណៈហ្នឹងក៏ជាការផ្គត់ផ្គង់មិនជាប់អាករបាទហើយទី3នេះការនាំចូលតែងក្នុងស្រុកតំណែងសេវាសម្រាប់យកមកប្រើប្រាស់បាទបំពេញមុខងារផ្លូវការផុសទូតកុងស៊ុលអង្គការអន្តរជាតិហើយទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសបាទហើយការផ្គត់ផ្គង់មិនជាប់អាករនេះយើងអនុញ្ញាតតែករណីមានការបញ្ជាក់ពីប្រធានបេសកកម្មហ្នឹងមករដ្ឋបាលសារពពន្ធថាតំណែងហ្នឹងយកមកប្រើប្រាស់ក្នុងគោលដៅខាងលើហ្នឹងបាទហើយមួយទៀតគឺការនាំចូលទិញតំណែងក្នុងស្រុកឬក៏សេវាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការមិនយកមកប្រើក្នុងទូតក្នុងអីហ្នឹងអានេះសម្រាប់បុគ្គលិកទូតយកមកប្រើហ្នឹងក៏យើងអនុញ្ញាតច្បាប់អនុញ្ញាតថាជាការផ្គត់ផ្គង់មិនជាប់អាករដែរបាទអញ្ចឹងមិនជាប់អាករបាទហើយក្នុងករណីមុខតំណែងហ្នឹងមានរាយកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបាទការផ្គត់ផ្គង់មិនជាប់អាករក្នុងមាត្រានេះត្រូវឈរលើគោលការណ៍បដិការពាក់ព័ន្ធបាទអញ្ចឹងបដិការពាក់ព័ន្ធបានន័យថារដ្ឋយើងអត់យក VAT គេតើខាងទូតខាងអីយើងទៅស្រុកគេអត់យកយើងដែរមានន័យអញ្ចឹងបាទអញ្ចឹងយើងឃើញពាក់ព័ន្ធនឹងសេចក្តីផ្ដើមនេះគឺចម្ពោះទី1នេះយើងបានពិនិត្យមើលពីគោលការណ៍ទូទៅពីនរណាជាបុគ្គលជាប់អាករហើយពេលណាត្រូវចុះបញ្ជីណាហើយមានកាតព្វកិច្ចធ្វើអីខ្លះហើយពេលលុបចោលការចុះបញ្ជីហ្នឹងត្រូវធ្វើអីខ្លះបាទហើយបន្ទាប់មកយើងបានពិនិត្យរួចហើយថាស្អីទៅជាការផ្គត់ផ្គង់ជាប់អាករមាន5ចំណុចហ្នឹងដែលជាចំណុចសំខាន់ហើយត្រូវចាំបាទចំណុចជាប់ពន្ធមាន5ចំណុចហ្នឹងហើយបន្ទាប់មកមានរកស៊ី9មុខអត់ជាប់ VAT ត្រូវចាំដែរមានអីខ្លះបាទឥឡូវយើងចូលទៅមើលករណីសិក្សាបាទអញ្ចឹងករណីនេះគឺលោក Chris Andy នេះបង្កើតក្រុមហ៊ុន Micro បាទមានឈ្មោះថា Can Cambodia ពីហ្នឹងសម្រាប់3ខែដំបូងប្រតិបត្តិការរបស់ក្រុមហ៊ុនហ្នឹងរំពឹងថាមាន600លានបាទអញ្ចឹងសំណួរគេសួរថាតើសកម្មភាពនេះជាប់អាករឬមិនជាប់បាទអញ្ចឹងយើងឃើញហើយដោយសារសកម្មភាពមើលផលរបស់គាត់ជាបុគ្គលជាប់អាករបាទលើសពី600លានបាទហើយណាមួយជាក្រុមហ៊ុនអញ្ចឹងអូតូម៉ាទិកជាអ្នកជាប់ពន្ធមធ្យមបាទប៉ុន្តែសួរថាជាប់អាករឬមិនជាប់ដោយសារគាត់ជា micro អញ្ចឹងសេវាមូលដ្ឋានខាងហិរញ្ញវត្ថុអញ្ចឹងអត់ជាប់អត់តបទេចូលក្នុងលើកលែងអញ្ចឹងបានសំខាន់ត្រូវចាំថា9ចំណុចយើងអត់ជាប់ពន្ធហ្នឹងមានអីខ្លះបាទទី2 Textile Cambodia បាទជារោងចក្រកាត់ដេរមួយបាទធ្វើការនាំចេញម្ចាស់ក្រុមហ៊ុនកំពុងសុំទៅក្រមរក្សាវត្តកម្ពុជាដើម្បីទទួលការលើកលែងពន្ធតែក្រុមហ៊ុនមិនទាន់មានផលល្បបាទអញ្ចឹងយើងមើលដោយសារករណីនេះគេសួរថាតើគាត់ក្រុមហ៊ុននេះជាបុគ្គលជាប់អាករឬក៏មិនជាប់អាករបាទអញ្ចឹងអត់ប្របាក់ទេមើលទៅចូល9ចំណុចយើងមិញហ្នឹងលើកលែងពន្ធហ្នឹងអត់ជាប់ទេប៉ុន្តែមើលទៅអត់មានជាប់ហើយ
chẳng hỗn chạ cát đế ọt châu ca lực lên bồn thế nè ọt lực lên nhà co thế cọt cho bà co đá hay bữa cọt thôi ca nóm cháy nhà nắng cho bà co ta mà tra sôn phía rồi nè chẳng hỗn chạ cát đế cứ chia bộ cô cho bà co bà lấy bay ní cứ đèn thò khẽ bà chia còng hôn này toàn xa bẹt thấm ấy lồng đạp vua tơ tai và cả láng nơi đi thì nông pin còng hôn pan sman tham phò là bò chọp bồn nắng miền pram rồi liền nông dạp về bay khai bà chẳng dừng mưa phò là bò khổ bàn tay đời xa chia bẹt thấm ấy toàn xa chẳng nông ní cái xua thà tái chọ có rồi mình chọp bà chẳng cứ ọt chọp thì đời xa bẹt thấm ấy bà đèn thò ok dương từ cho nói tí 4 cả này sắc xa tí 4 ấy lục muốn tợp tại chuộc tè là về mối xem bạc hàng môi để miền chung mô tha Korean mát bà chẳng quạt bạc mát quạt pan saman tha mà đặt là bò sầm rạp dạ pe bay khai từ bố miền sai sập liền riêng bà chẳng sầm nố xua tha tá chia bọc cô cho có rư mình cho bạc cò bà chẳng đợi xa lục muốn bịa thả lục nắng cứ chia sẻ kri ai bọc cô chẳng khả năng kri ai bọc cô tỏ tại phò là bó đo cầm rọt chẳng dừng mơ bay khái ban tại sai sập liền này cho bắp tha tỏ học sập liền mình khai chia bọc cô cho cò chẳng quạt phò là bó toàn khộp thế đợi xa quạt chia rù bòn bọc cô hay phò là bó toàn khộp bà chẳng mình mến chia bọc cô cho bà cò thế bà lấy lấy pram này bà lục kiếm có tớp tại chùa tè là về mối bạc hàng miền chung mô tha Korean Electric bà lục kiếm nom cho ốp coi electronic nắng đòi luôn quạt toán pi Korea quạt pan sman tha cầm rạch phò bò hàng quạt nắng bay khai tờ bộ nắng bàn hà sập liền bà chẳng sum núa xua tha ta lục kim nắng chia bộ cô cho có rư mình cho bà cò bà chẳng cho nói nếu dương bị phía mới thì mối lục kìm chẳng chia sẻ cái ai bảo cô bày khái cứ chỉ nói tại hà sập liền này bà hà sập liền chẳng bờ mơ pi lẹ khan ní còn mến chia bộ cố cho bà cò thì còn tại không ní smart cam ban về trẻ tha con ban nom châu kêu là lấy tình này màu nắng đòi luôn con chẳng dựng đang hái tha không cho bắp tha nè họ si nom tranh nom châu nắng thử cho hầm chi o tỏ bó ở bàn sạch bạch môn với cả nom tranh nom châu chẳng đợi xa quạt miền nom châu bán chẳng bàn đi thá quạt cứ chia bộ cố cho bà có hai bà bàn miền sân nom châu bà vẹn thì mùi ní khi nhầm xồm bà chọc thầm bà nế hai dường nâng chuộc niaនៅចំពោះទី2បន្តទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលាចំពោះការតាមដាននឹងយកចិត្តទុកដាក់ស្ដាប់